មកបន្តជាមួយនឹងរឿង Smile After Tears ភាគទី2តាមនិភេទនេះមកគឺបានឃើញពីរតកាលដែលជឿនជានៅពីតូយ៉ូថ្ងៃនោះប៉ាម៉ាក់បានចេញទៅធ្វើธุរៈនៅខាងក្រៅជាមួយនឹងលោកពូដែលឲ្យមីងខ្លាញ់នៅមើលថែណាជាថ្ងៃធម្មតាមានរឿងអីកើតឡើងទេគ្នាក៏អង្គុយមើលតុក្កតាសប្បាយអញ្ចឹងទៅរហូតយប់ឡើងមានភ្លៀងធ្លាក់ខ្លាំងទៀតក៏មានអ្នកបានខំមកប្រាប់ដំណឹងដល់សោកសៅអ្នកមីងក៏យំលហេមលហាមខូចចិត្តព្រោះតែបាត់បង់មនុស្សសំខាន់ដល់តែ3នាក់ក្នុងពេលតែមួយជឿនជាគិតថាអាចបំភ្លេចថ្ងៃនោះបានហើយក៏ប៉ុន្តែជាក់ស្ដែងអាចតែថ្ងៃនោះមកដល់ពេលណាក៏នៅតែមានអារម្មណ៍ថាខូចចិត្តហើយក៏ទឹកភ្នែកស្រក់អញ្ចឹងរហូតណាកូនស្រីងើបព្រឹកឡើងក៏រៀបចំតែងខ្លួនដើម្បីទៅមើលភ្នោប៉ាម៉ាក់និងលោកពូអីចឹងទៅជាមួយអ្នកមីងនឹងឯងព្រោះថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបដែលពួកគាត់បានចាច់ឋាននឹងកំពុងតែអង្គុយរងចាំឡានក្រុងត្រឡប់ទៅផ្ទះហ្នឹងណានឹងមីងក៏សួរបានរើមកនៅផ្ទះថ្មីហើយទេចូលរៀនសាលាថ្មីហើយអត់មានរឿងចង់ប្រាប់ប៉ាម៉ាក់បានដឹងទេជួនជាក៏ឆ្លើយមកវិញញញឹមណាថាមានតើចង់ប្រាប់ពួកគាត់តែពេលនេះគេមានក្តីសុខខ្លាំងណាស់គ្មានអីត្រូវបារម្ភទៀតទេអ្នកមីងក៏អត់និយាយអីទៀតក៏លេបមកកាន់ក្លឹបតន្ត្រីនេះវិញក្រុមសិស្សច្បងកំពុងតែសោកស្ដាយណាដែលថ្ងៃនេះជឿនជាសុំច្បាប់អត់មកអញ្ចឹងពួកគាត់ក៏អត់បានញ៉ាំភេសជ្ជៈ free ទៀតហើយខណៈដែល Silver កំពុងតែអង្គុយមើលខុយហ្គីតាបដាសម្លឹងទៅមើលឆាត់នៅក្បែរនឹងបដាក៏ធ្វើគិតដល់យប់ភ្លៀងធ្លាក់ដែលពួកគេបានចេញពីក្លឹបជាមួយគ្នាជឿនជាក៏បានយកឆាត់មកជាប់ខ្លួនដែរណាក៏គេទៅសួរថាសិស្សច្បងមិនមែនឆាត់ទេគេក៏ថាមិនអីទេបន្តិចទៀតអ្នកបើកឡានមកទទួលហើយកូនស្រីក៏អាចខ្ចីឆាត់ទៅទម្រាំទៅដល់ខ្លោងទ្វារឬមួយក៏ឈរចាំឡាននៅខាងក្រៅអញ្ចឹងទៅទឹកអស់ហើយគេលោកមានជាការឆ្ងល់ក្រាន់ជាជួនជាមិនអញ្ចឹងដែលទៅទឹកបាទទទួលឆាត់ទៅអញ្ចឹងគេក៏ថាមិនអីទេផ្ទះនៅចិត្តសឹងអីម្យ៉ាងទៀតដាស់ភ្លៀងអញ្ចឹងទៅជាក់ខ្លាំងណាស់ហើយក៏មានជាការរត់ចេញទៅលេងទឹកភ្លៀងញញឹមប្រំប្រៃតាមម្ដងគឺថាអាចញញឹមបានគ្រប់កលៈទេសៈហ្មងណាបងក៏ឈើមើលអូននេះស្នាញញញឹមខ្នក់ខ្លាញ់ដែរគឺជាហេតុការណ៍ដែលនៅតែដកជាប់នៅក្នុងចិត្តអីចឹងណាដូច្នេះហើយថ្ងៃនេះក៏មានបំណងថាយកឆាត់មកសងវិញក៏ប៉ុន្តែអូនសុំច្បាប់អត់បានមកគេក៏ព្រួយបារម្ភថាផ្ដាសាយក៏ឆាត់ទៅសួរថាអូខេអត់ក៏ប៉ុន្តែនៅស្ទាក់ស្ទើរលឹងយូរទម្រាំទៅហ៊ានឆាត់ទៅហើយជួនជាក៏ចូលអានភ្លាមតែម្ដងអ្នកខាងនេះក៏រៀងបុកពួតដែរណាហើយអូនក៏តបមកភ្លាមថាមិនអីទេស្អែកនេះជួបគ្នាណាអញញឹមបានបដោយឬក៏មិនបងអង្គយូរទៀតទេខលទៅរកតែម្ដងនិយាយគ្នាលឿនជាងគេក៏ប្រាប់ថាស្អែកនេះពេលរសៀលចូលមកក្នុងក្លឹបផងហាមយឺតអសោះកើតមកថ្ងៃថ្មីតែកូនស្រីបានមករកគេតាមណាត់ណាឃើញថាពេលនេះសិស្សប្អូនផ្សេងក៏កំពុងរៀនពីតន្ត្រីដែរគេហៅមកទីនេះគឺដើម្បីប្រាប់ដំណឹងមួយនោះគឺឲ្យជួនជាមកធ្វើតួនាទីជាអ្នកលេងហ្គីតាប្រចាំក្រុម Backspace គឺឈ្មោះក្រុមរបស់ពួកគេនឹងឯងគ្រាលឹងភ្ញាក់ផ្អើលខ្លាំងទៅចុះបានប្រហែលថ្ងៃសោះហ្នឹងប្រធានក្លឹបក៏ស្ទុះចូលមកនិយាយជាមួយទៀតដោយសារតែគាត់ឃើញថានៅក្នុងกระดาษដាក់ពីជួនជាក៏ចេះលេងហ្គីតាដែរមិនចឹងគ្រាងក៏ងក់ក្បាលអតាមទៅណាក្រែមកក៏បដិសេធថាចេះលេង start អីទេចេះតែលេងភ្លេងងាយដូចជាភ្លេង Happy Birthday អីអញ្ចឹងបើសិនជាភ្លេងណាដែលប្រាខុសពិបាកជាងនឹងគឺមិនអាចទៅរួចទេកុំប្រកកណ្ដឹងតែញញឹមអត់មានបញ្ហាបើអញ្ចឹងចាប់ពីថ្ងៃនេះតទៅជួនជាគឺជាអ្នកលេងហ្គីតាប្រចាំក្រុមរបស់ពួកយើងហើយគ្រាងក៏អាចគិតមើលម្ដងទៀតណាមានសមាជិកផ្សេងទៀតល្មងកណោមិនក៏មិនចេះរើសទៅប្រធានក្លឹបក៏ថាសមាជិកផ្សេងបានចាប់អត់ទៅនៅក្រុមផ្សេងអស់ហើយនៅសតតែជួនជាតែម្នាក់ណាដូច្នេះក៏មកនៅក្នុងក្រុម Backspace របស់ពួកគេមកសៀវហឺក៏ងើបឡើងហើយក៏ច្រានប៉ែកនឹងចាញ់ភ្លាមដើម្បីបានប្រជុំមកជាមួយអូនឬក៏និយាយញ៉ោះគ្នាលេងណាឬមួយក៏កំពុងតែមើលងាយក្រុមរបស់ពួកយើងមែនអូនក៏និយាយប្រាប់អូនថាអត់អញ្ចឹងទេសៀវហឺថាបើសិនជាជួនជាអាចកែសម្រួលទំនុកចម្រៀងថ្មីបានពីរោះហើយត្រូវនឹងចង្វាក់ភ្លេងរបស់ពួកគេដល់ម្លឹងគឺមានន័យថាជួនជាបានយកពីទ្រឹស្ដីនៃតន្ត្រីហើយជាមនុស្សដែលមានទេពកោសល្យណាអូនក៏សួរថាអញ្ចឹងជាប់តាក់បដោយគេក៏ហុចគីតាមកឲ្យស្ម័គ្រចិត្តជួយបង្រៀនរបស់បែបហ្នឹងក៏តែសិក្សាស្វែងយល់បន្ថែមបន្តិចទៅក៏បានហើយគេក៏ឲ្យលេងភ្លេង Happy Birthday ឲ្យស្ដាប់ក៏មិនតែលេងមិនកើតទេឆ្កងតែសារតែរំភើបពេកគេក៏ជួយប្រាប់ពីក្រៅណាដៃកុំសើរឹងខ្លាំងពេកប្រយ័ត្នវាភ្លាវតែអូនក៏ភ័យបុកពោះធ្វើខ្លួនមិនត្រូវព្យាយាមម្ដងហើយម្ដងតិចក៏តែមិនបានសម្រេចសៀវហឺត្រង់មិនបានក៏ចូលមកជួយតែម្ដងទៅមានជាការអកុសលពីក្រោយលឹងចូលមកចិត្តស្និទ្ធស្នាលជួយបរៀនការចាប់ខតហើយក៏ជួយប្រាប់ពីមូលដ្ឋានគ្រឹះនៃការលេងហ្គីតាអីចឹងទៅហើយអូននេះងាកមកមើលមុខបងយ៉ាងរំភើបការបង្រៀនក៏ដំណើរទៅជារឿយពេលខ្លះគេក៏លួចងាកមកមើលមុខអូនដែរបរិយាកាសឡើងភីងតែម្ដងហើយក៏នៅនឹងឡើងយូរដៃបន្លំគីកាយណាគ្រាកំពុងតែលួចក្រាស់ផងមិននៅក្បែរដល់ថ្នាក់នឹងមិនអញគេរំភើបម៉េចឃើញតែពេលនេះក៏នៅក្បែរខ្លាំងពេកគ្រាក៏ភ័យស្ទុះចាញ់ភ្លាម Oh my god ស្មានតែនៅតែពីរនាក់អន្តាអ្នកផ្សេងក៏នៅនឹងកូនស្រីក៏មានការអៀនរហ័សចេញទៅភ្លាមទើបតែនឹកឃើញថាបានកំងអីមកញ៉ាំដែរចុះទៅយកសិនបងក៏មើលតាមឆ្ងល់អន្តែខុសពីធម្មតាហើយអូនក៏រត់ចេញមកស្ទុយមកចាំ delivery នៅខាងក្រោមក្តៅមុខផងអីផងព្រោះអៀនខ្លាំងមិនយូរប្រហែល delivery ក៏បានមកដល់ហើយសៀវហឹកក៏បានចូលមកជួយបានចាប់ដៃគ្រានតិចទៀតគេថាបើសិនជាកំងបានមកចានដល់ម្លងក៏ខលហើយអ្នកផ្សេងមកជួយទៅហេតុអីក៏មកធ្វើតែម្នាក់ឯងជួនជាក៏អូខេបើអញ្ចឹងលើក្រៅបើសិនជាមានបញ្ហាអីសុំខលទៅរកសិស្សច្បងមុនគេណាមានន័យថាបងគឺជាជំរឿនដំប
បងនេះក៏ឧរតនតែធ្វើអញ្ចឹងនិយាយញ៉ៃជាជាក៏និយាយមកទៀតបើជារឿងសើចបងវិញត្រូវការចំនួនពេលណាអាចហៅគ្លីបបានគ្រប់ពេលណាគឺរឿងទៅរកភ្លាមហ្មងលោកមានជាការវេលោកមិនធម្មតាទេណាកូនស្រីត្រឡប់ចូលមកក្នុងក្លឹបវិញបែបប្រធានក្លឹបក៏និយាយពីរឿងស្រីស្អាតហ្នឹងណាថាបានសុំលេខទូរស័ព្ទសុំសួរឈ្មោះអញ្ចឹងតើក៏ប៉ុន្តែសៀវហើយបានយកចិត្តទុកដាក់ស្ដាប់អីទេភ្នែកនេះក៏សម្លឹងទៅមើលអូនរហូតដែលគ្នាកំពុងតែអង្គុយសេទំនងចម្រៀងហើយក៏ធ្វើនឹកដល់ការលូនៅផ្ទះកូនឆ្មាដ៏ cute មកយូរទៅស្តៀងគ្នាមែនណាខាសតួអង្គបានសំសាហាវភ្លាមមនុស្សគេក៏ចូលមកចិត្តដើម្បីសួរតែហេតុអីក៏មិនញ៉ាំបាយអញ្ចឹងជិនជាក៏ប្រាប់អំអៀនទៅណាថាកំពុងតែកែសម្រួលទំនុកចម្រៀងថ្មីទោះបីជាបានផ្ញើឲ្យសិស្សច្បងហើយតែក៏មានអារម្មណ៍ថានៅអាចកែសម្រួលបានខ្លះទៀតណានេះជាការចូលមកអង្គុយលំចិត្តបន្លំតែដឹងកូនស្រីមានជាការរំភើបបុកពោះហ្មងសៀវហើយក៏សាកច្រៀងតាមទំនុកថ្មីហ្នឹងណាក៏ឃើញថាវារលូនហើយក៏ច្រៀងស្រួលជាងអាចាស់ពិតមែនអត្តន័យក៏វាសមហាត់សំផលជាងមុនណាហើយមើលក៏សាប់ភ្លេចបងសម្លឹងសម្លឹងម្ល៉េះទាំងមើលអីហ្នឹងតែប្រធានក្លឹបឃើញហើយឡើងញឹមបដ ாய் ចំដូចឈីបដែរសោះឬវិញក៏មានជាការសម្លឹងគ្នាទៅវិញទៅមកបរិយាកាសឡើងភេងអម៉េចទេធ្វើមកតែពិភពលោកនេះមានតែបងអូនពីរនាក់ចឹងណាស្រាប់តែភ្លាមនោះក៏មានអ្នកខំមករកសៀវហឺមិនដឹងថាមានរឿងអីទេគេក៏ចេញទៅរកនៅខាងក្រៅភ្លាមណាក៏ឃើញតែបានទៅជួបមនុស្សស្រីម្នាក់នាងមិនដឹងជារត់គេចណាមកទេនឹងកំពុងតែភ័យខ្លាំងដោយសារតែម្នាក់នោះនឹងមករកនាងដល់សាលារៀនហើយនាងក៏មិនហ៊ានទទួលទូរស័ព្ទម្នាក់នឹងសោះកូនប្រុសក៏ថាចាំជួយស្របពេលនោះជិនជាក៏បានដាក់ចេញមករកគេទៀតឃើញនៅជាមួយគ្នាចាប់ដៃចាប់អីគ្នាចឹងទៀតមានជាការយកច្រឡំបដ ாய் ដល់មិនទាន់ដឹងថាសម្បត្តិភាពពីអ្នកនឹងគឺជាអ្វីនឹងគ្នាណាហើយជិនជាក៏មានបំណងថានឹងយកថ្នាំមកឲ្យដល់ពេលឃើញរូបភាពចាក់ដោនចឹងទៅគ្នាក៏ត្រូវតែបកក្រោយទៅវិញសែតបដ ாய் ទៅមានក្តីសង្ឃផ្លែតសោះហ្នឹងណាប្រធានក្លឹបឃើញក៏សួរភ្លាមណាមិនក៏ធ្វើទឹកមុខបៀមទុកម្លេះមានរឿងអីមែនយករបបទៅឲ្យសៀវហឺហើយនៅកូនស្រីក៏ថានៅទេបាញ់មិញហ្នឹងឃើញសិស្សច្បងកំពុងទៅនៅជាមួយនារីម្នាក់ប្រធានក្លឹបថាប្រហែលជាសម្ដៅដល់សិស្សស្រីដែលនៅក្នុងក្លឹបរាំហើយមើលទៅនាងមានឈ្មោះថាគូអ៊ីថងហើយនាងសិក្សាជាមួយនឹងសៀវហឺខ្លាំងណាស់សំខាន់ណាស់អត់ទៅពេលដែលគាត់សួរតែពេលអ្នកនឹងជាសង្សារនឹងគ្នាឬអត់សៀវហឺក៏តែងតែបដិសេធថាមិនមែនទេក៏ប៉ុន្តែចម្លែកអីនារីម្នាក់ហ្នឹងខ្លួននៅជាប់គេរហូតសង្ស័យតែអៀនមិនហ៊ានប្រាប់ការពិតនឹងឯងជាជាបានដឹងបែបហ្នឹងហើយក៏រត់ទៅសើទៀតមកនិយាយបែបហ្នឹងគឺមានភាគរយខ្ពស់ថាពីអ្នកនឹងគឺជាសង្សារនឹងគ្នាមែនណាកាន់តែយកច្រឡំខ្លាំងលើដើមមិនយូរប្រហែលសៀវហឺក៏បានចូលក្នុងក្លឹបវិញសម្លឹងរមើប្រអប់ថ្នាំរបស់គេអញ្ចឹងទៅប្រធានក្លឹបក៏បានយកមកឲ្យក៏ប៉ុន្តែគេក៏កលេចតែឃើញប្រអប់បាយរបស់ជួនជានៅលើតុដែលតំអានបើកញ៉ាំសោះប្រធានក្លឹបក៏ប្រាប់ណាថាមុនហ្នឹងជួនជាបានយកថ្នាំទៅឲ្យគេដែរក៏ប៉ុន្តែឃើញតែគេកំពុងតែដេតជាមួយស្រីទៅមិនហ៊ានចូលទៅរវល់កូនប្រុសក៏សួរភ្លាមតែឡើយនេះជួនជាណែណាគាត់ក៏ថាមិញហ្នឹងគ្រូបានហៅទៅជួបនៅទីចាត់ការបាត់ហើយអ្វីដែលសំខាន់ណាជួនជាអត់តាមញ៉ាំអីទេណាបងលើមានជាការព្រួយបារម្ភកាត់ទៅក្នុងទីចាត់ការគឺថាពេលនេះគឺកំពុងតែស្ដីឲ្យតាវឈិនដោយសារតែបន្ទុកប្រឡងរបស់គេអន់ខ្លាំងមែនទែនបើសិនជាប្រឡងដល់ការទូទាចម្លាយវាក៏មិនដល់ថ្នាក់នឹងដែរតាវឈិនគេថាគេព្យាយាមអស់ពីសមត្ថភាពហើយអ្នកគ្រូក៏អព្យាយាមខ្លាំងជាងនេះទៀតអនាគតចង់ចូលសាកលវិទ្យាល័យតាក់ទងនឹងកីឡាមិនអញ្ចឹងយ៉ាងហោចណាស់ក៏គួរតែប្រឡងឲ្យជាប់ដែរហើយជឿនជាក៏បានមកដល់ណូគ្រាន់តែឃើញវត្តមានរបស់អូនភ្លាមទឹកមុខក៏ស្រស់បោះផ្លែតមូលហេតុដែលគ្រូបានហៅមកទីនេះគឺឲ្យជឿនជាមកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសឲ្យហ្នឹងណាគ្នានឹងស្មានមិនដល់តែបន្ទុកភាសាអង់គ្លេសរបស់គេអន់នៅថ្នាក់ហ្នឹងតាវឈិនក៏ព្រមទទួលស្គាល់តែគេពិតជាអន់មែនសប្បាយចិត្តណាស់ដែលបានបន្ទុកអន់ព្រោះមានលេបបាននៅជាមួយអូននោះអីកូនស្រីកញ្ញាផ្ដល់កម្លាំងចិត្តណាថាអីទេមនុស្សយើងមានរឿងដែលអាចធ្វើបានល្អខុសគ្នាស្រាប់ទៅហើយគេក៏សួរណាបានអញ្ចឹងនឹងបរៀនគេមិនទៅបើវចនានុក្រមអានអីអញ្ចឹងមែនខ្ញុំមានជាការហួចចិត្តគ្នាណាទៅទិញពាក្យក្នុងវចនានុក្រមបានទាំងអស់នោះទេបើអញ្ចឹងថ្ងៃនេះក្រោយចេញបរៀនពួកយើងទៅហាងកាហ្វេជាមួយគ្នាណោះតែខ្ញុំមានជាការសង្ស័យមិនក៏ទៅហាងកាហ្វេអញ្ចឹងថ្ងៃនេះជឿនជាអត់ទៅធ្វើការទេកូនស្រីក៏ឆ្ងល់ដែរមិនក៏ដឹងតែគ្នាធ្វើការតែឈិនថាគ្រាន់តែទីលេងលេងហ្នឹងណាដោយសារតែក្រោយចេញបរៀនឃើញជឿនជារត់ចេញទៅលឿនរហូតបើមិនបានទៅសមនៅក្នុងក្លឹបទេក៏ប្រហែលជាមានទ្រព្យអ្វីម្យ៉ាងនឹងឯងដូច្នេះក៏គិតថាជឿនជាអាចទៅធ្វើការងារ part time ដែរអញ្ចឹងណាកូនស្រីក៏ថាមិនអីទេថ្ងៃនេះជាថ្ងៃសម្រាប់ល្មមនឹងយកពេលវេលាទាំងអស់បកគលឲ្យគេណាសម្ដីសម្ដាឡើងមានន័យហើយកូនប្រុសខាងនេះឲ្យខ្ញុំស្រស់បដ ாய் រួចហើយក៏ដល់ពេលដែលគេត្រូវទៅវឹកហាត់បើបោះនឹងបបួលឲ្យតែអង្គុយរងចាំគេនៅតារាងណាជឿនជាក៏យកព្រមហើយក៏អង្គុយមើលពួកគេមែនឃើញថាសមត្ថភាពរបស់គេពិតជាមិនធម្មតាជូតបាល់ចូលផ្លុកហើយក៏មានសិស្សស្រីៗមកមើលនឹងច្រើនទៀតអញ្ចឹងណាមានវិជ្ជាប្រតិភិបខ្លាំងដែរក៏ប៉ុន្តែពេលនឹងជឿនជាអត់សូវមានសមាធិប្រហែលទេខួរក្បាលបច្ចេកតែនឹកដល់ហេតុការណ៍ដែលសៀវហឺនៅជាមួយមនុស្សស្រីម្នាក់នោះត្រឡប់មកសែតវិញទៅក៏เลยមកខាងសៀវហឺម្ដងក៏កំពុងតែតាមរកជឿនជានឹងឯងក៏សម្រាប់ចិត្តថាខំមកតែម្ដងអ្នកនេះវិញក៏រៀនពិបាកចិត្តណាស់តែគេខំមកអញ្ចឹងក៏ប៉ុន្តែត្រូវតែទទួលនឹង
នឹងឯងគេក៏សួរភ្លាមថាលើនេះនៅណាពេលនោះទាវឈិនឈុតបាល់ចូលទៀតក៏មានសម្លេងស្រែកហោកជ្រាវខ្លាំងៗចឹងណាគ្នាក៏ស្ដាប់មិនលឺតែប៉ុណ្ណឹងសៀវហឺក៏ដឹងបាត់ហើយថានៅណាគេនឹងទៅដល់លើនេះហើយមិនយូរប្រហែលកំប្រុកក៏បានមកដល់ដែលហៅគ្នាថាជាអ៊ីឈ្មោះដែលគេបានដាក់ឲ្យថ្ងៃមុនអូញញឹមសប្បាយរីករាយតែម្ដងក៏សួរភ្លាមមិនក៏ដឹងថាខ្លួននៅទីនេះបងក៏ថាឲ្យណាគេតាលេមិនទាន់ស្ទាត់ផងចង់រត់តាណាជឿនជាក៏ប្រាប់តាណាថាមុនហ្នឹងណាអ្នកគ្រូបានហៅទៅទីចាត់ការបាត់បញ្ញាហើយក្រៅចេញបរៀនក៏ទៅបរៀនភាសាអង់គ្លេសឲ្យមិត្តភ័ក្តិទៀតបងក៏អត់និយាយអីទៀតទេសងឆាត់ឲ្យវិញហើយអូននេះក៏ញឹមញែមអរគុណទៀតដឹងស្អីទេសប្បាយចិត្តរហូតសើក៏បានហុចថងបាយមកហូបឲ្យជាបាយប្រអប់ដែលខ្ចប់មកពីផ្ទះណាសំខាន់ប្រអប់បាយរូបឆ្មាឡើងខ្ជូតឡើងដូចកាលូទៀតហើយគេថាប្រអប់បាយហ្នឹងធម្មតាគេតែយកមកពីផ្ទះរហូតចាត់ដល់អីថ្ងៃនេះអត់បានញ៉ាំទេហើយកុំញ៉ាំខ្ជិះខ្ជាយទៅតែញ៉ាំឲ្យអស់គេនិយាយបែបអ៊ំអៀនហ៊ានមើលមកចំខ្ជិតស្លាប់ពេលនោះទាវឈិនក៏បានស្រែកប្រាប់ណាថាគេជិះរួចហើយសៀវហឺនេះក៏ធ្វើមុខមើលភ្លាមចាក្រាត់ឡើងច្បាស់ហ្មងហើយក៏សម្លឹកសម្លឹងមើលទាវឈិនអត់ដាក់ភ្នែកសោះជឿនជាក៏អរគុណណាដោយសារតែបាយប្រអប់នឹងនៅអ៊ុនគេបានកម្ដៅមកឲ្យទៀតបងក៏សួរវិញភ្លាមបែបនឹងរៀននៅបន្ទប់ជាមួយគ្នាមែនគ្នាក៏ងីងើមិនដឹងគាត់សួរដល់ឯណាទេពេលងាកទៅមើលខាងក្រៅក៏ដឹងណាសិស្សបងចង់សម្ដៅដល់ទាវឈិនមែនបន្តិចទៀតក៏នឹងទៅបរៀនភាសាអង់គ្លេសឲ្យគេនឹងឯងអមិនដឹងកុំប្រុសក្នុងខ្លួនមកយ៉ាងម៉េចទឹកមកកំមើតាមម្ដងកាតមកហាងកាហ្វេគឺថាទាវឈិនបានប៉ាកាហ្វេឲ្យទៀតចាត់ទុកថាជាការតបស្នងដែលបានមកជួយបរៀនអីអញ្ចឹងក៏សេចក្ដីថាមិនបានបរៀនអីផងគេក៏អាចចាត់ទុកថាជាការបើកប្រាក់ខែមុនអីអញ្ចឹងណាហើយក៏អង្គុយមើលអូនភៅញញឹមមានក្ដីសុខនឹងធ្វើនឹងដល់ការពីតូចទៀតដែលពួកគេបានលេងជាមួយគ្នាណាដូចឆ្លាញ់តាំងពីតូចក្រិចក្ដិបអីហ្នឹងហើយទាវឈិនក៏និយាយឡើងមើលទៅជួនជាផាច់ជាភ្លេចអស់ហើយមែនទេគ្នានឹងឆ្ងំដឹងនិយាយពីរឿងអីគេក៏បានបកស្រាយអីបន្ថែមទេភ្លេចហើយក៏ភ្លេចទៅរួយក៏ទីសភៅមករៀននឹងបង្ហាញបន្ទុកប្រឡងមុននឹងឲ្យមើលដែរក៏ឃើញថាប្រឡងបានពីបន្ទុកឲ្យកូតពុទ្ធោមិននឹងស្មានតែដល់ថ្នាក់ហ្នឹងណាល្មមតែអ្នកគ្រូស្ដីឲ្យមែនណាស្រាប់តែភ្លាមនោះសៀវហឺក៏បានខំមកជួនជាឃើញហើយក៏ទូភ្លាមហ្មងអាយ៉ាទាវឈិនក៏បញ្ចេញទឹកពីចម្លាស់ដែរណាដោយសារតែឃើញថាទឹកមុខរបស់ជួនជាពេលហ្នឹងស្រស់បោះខ្លាំងមែនតើសៀវហឺបានខំមកប្រាប់ថាប្រអប់បាយមុនហ្នឹងមិនយកមកសងគេវិញទេតែជួនជាថាមិនស័ក្តិសមនោះគឺជារបស់សិស្សច្បងមិនសងវិញមិនកើតសំខាន់ជាប្រអប់បាយរូបកូនឆ្មាទៀតធានាថានឹងលាងឲ្យស្អាតមុននឹងយកទៅសងសិស្សច្បងវិញណាសៀវហឺថាមិនអីទេព្រោះគេនៅមានច្រើនទៀតជួនជាភ្លឺភ្នែកបដ យតាមពិតទៅសិស្សបងចូលចិត្តឆ្មាសកុំប្រអេះអុញបដ ாய் លងបែកធ្លាយឬគេក៏សួរមកវិញទៀតបន្ទាប់ពីនេះនឹងចេញតាណាទៀតអត់ក៏សេចក៏ប្រាប់ថាទៅកន្លែងធ្វើការនឹងឯងដើម្បីបិទហាងគេក៏អូខេហើយក៏បិទទៅទាវឈិនក៏សួរភ្លាមតែមានរឿងអីអត់ជួនជាក៏ថាមិនអីឬក៏ចាប់ផ្ដើមបរៀនទៅណាកម្មរកសៀវហឺបន្ទាប់ពីនិយាយទូរស័ព្ទរួចហើយគេក៏បានមកដាក់ចំណីឲ្យឆ្មាកូនឆ្មានឹងក៏ទលុកទលន់ល្អទៀតណាឡើងខ្ជូតបងនេះក៏មិនអស់ចិត្តសោះដឹងថាអូននឹងទៅបិទហាងគេក៏នឹកឃើញភ្លាមថាច្បាស់ជានៅក្នុងហាងដែលបែរនឹងបានលួចថតជាមិនខានក៏កាត់ឲ្យឃើញទៅដល់ថ្ងៃដែលសូហឺទៅរករឿងពីរនាក់ហ្នឹងណាបញ្ជាឲ្យលុបរូបនឹងចោលភ្លាមដែលឈរធ្វើភ្នែកមុំដាក់សម្ពាធពីរនាក់នឹងលើអាញីញ័ររហូតដល់ព្រមលុបចេញនឹងឯងគេព្រួយបារម្ភខ្លាចតែអូនធ្វើការភ្លេចបានភ្លេចទឹកណារួចហើយក៏ហួសចិត្តខ្លួនឯងបើសិនជាជួនជាញ៉ាំអីឬក៏មិនញ៉ាំវាតាក់ទងឲ្យនឹងគេទៅហើយអូនឆ្មាធ្វើមុខឆ្ងល់អំបងនិយាយស្អីតែឯងហ្នឹងហើយក៏ធ្វើនឹកឃើញមុខរបស់ជួនជាទៀតដូច្នេះហើយគេនៅមិនសុខទៀតទេក៏រត់ចេញទៅក្រៅភ្លាមស្រាប់ពេលដែលពីរនាក់ខាងនេះបានរឿងជាមួយគ្នាចប់ហើយដែរទេជិនក៏បានជួនដំណើររហូតដល់កន្លែងធ្វើការរបស់ជួនជាណាមានជាការលាគ្នាពីប្រមាថបក់ដៃគ្នាទៅវិញទៅមកមុននឹងបែកគ្នាអញ្ចឹងទៅហើយសៀវហឺក៏បានមកឃើញសំខាន់គេបានទិញរបស់ញ៉ាំមកឲ្យទៀតណាវ៉ាវបញ្ចេញអារម្មណ៍តាមទឹកមុខទៀតហើយគិតធ្វើមិនទាន់ជាស្អីនឹងគ្នាផងក៏ប្រចាំនៅថ្នាក់នឹងទៅហើយតែក៏មិនដឹងទៅប្រចាំក្នុងនាមជាស្អីទេព្រោះឥឡូវនេះអត់មានឋានៈអីផងហើយភាគទី2ក៏បានបញ្ចប់